ngàyនេះខ្ញុំមកចូលរួមកម្មវិធីរបស់ Ford ដែលមានឈ្មោះថា Beyond the Ride Champion 2025ដែលកម្មវិធីនេះធ្វើឡើងដើម្បីឲ្យយើងទាំងអស់គ្នាអាចតេស្តdriveឡានរបស់ Ford បានគឺមានទាំងឡានពួក pick up មានទាំង SUV បងប្អូនទាំងអស់គ្នាអាចមកតេស្តបាន free តែម្ដងនៅកម្មវិធីហ្នឹងយើងអាចតេស្តឡាននៅលើផ្លូវដើម្បីដឹងកម្លាំងរបស់ឡានហើយតេស្តនៅលើ obstacle មួយចំនួនដែលយើងហៅថា off road ហ្នឹងណាមានតាំងពីការជិះនៅលើថ្មមានការឡើងទួលហើយទួលចំហៀងហើយជាមួយនឹងជិះនៅខាងក្នុងទឹកក៏មានដែរនិយាយទៅ obstacle សម្រាប់ off road នេះគឺមានច្រើនខ្លាំងមែនតើពេលមកបានមកតេស្តផ្ទាល់អញ្ចឹងទើបដឹងថាសមត្ថភាពរបស់ឡាន pick up របស់ Ford វាល្អកម្រិតណាជាពិសេស traction control របស់ Ford pick up ជំនាន់ក្រោយហ្នឹងតែម្ដងជាពិសេសបងប្អូនណាដែលធ្វើការ off road ប្រកាសជាដឹងហើយថាបើ traction control ល្អការ off road ក៏វាងាយស្រួលតាមនឹងដែរហើយបើមានបងប្អូនណាគិតថាការតេស្តហ្នឹងខ្លាចតេស្តទៅខូចឡានអីអត់ទេបងប្អូនអរគ្នាអាចមើលឡាននេះបានពេលមុនខ្ញុំតេស្តឡានហ្នឹងគឺនៅថ្មីមែនតើហើយមិនមើលអីច្រើនទេមើលតែកញ្ចក់ពនាក៏ដឹងថាខ្ញុំតេស្តកម្រិតណាដែរហើយនេះដែរគឺជាឡានដែលខ្ញុំតេស្តហើយនេះគឺស្ថានភាពឡានគឺបែបហ្នឹងចុះបើគេឲ្យតេស្តហើយបើយើងតេស្តមិនដល់ទេយើងមិនដឹងថាឡានហ្នឹងល្អកម្រិតណាតាមពិតទៅ obstacle ពនាយើងមើលក្នុងវីដេអូណាគាត់ថាវាងាយស្រួលប៉ុន្តែនៅក្រៅក៏វាគ្រាន់បើដែរព្រោះយើងដឹងថាសមត្ថភាពរបស់ឡាន pick up Ford ជំនាន់ក្រោយនេះវាល្អគ្រាន់បើដែរហ្នឹងណាសម្រាប់ខ្ញុំពិតជាសោកស្ដាយមែនតើដែលបានចូលរួមត្រេកជាមួយគេដោយសារតែខ្ញុំមានការចាំបាច់ចឹងទៅអត់បាននៅបានយូរប៉ុន្តែទោះជាយ៉ាងណា Ford រៀបចំកម្មវិធីមកគឺល្អមែនតើមានតាំងពីការចាប់រង្វាន់ប្រវល់កងហើយជាមួយនឹងកម្មវិធីផ្សេងផងដែរនិយាយទៅ Ford រៀបមកក្បាច់នេះមកពិតជាអស្ចារ្យមែនតើសម្រាប់ខ្ញុំពិតជាសប្បាយចិត្តមែនតើដែលមានក្រុមហ៊ុនផលិតឡានណារៀបកម្មវិធីបែបនេះឡើងមកហើយបើមានកម្មវិធីនេះក្រោយទៀតខ្ញុំសង្ឃឹមថាបងប្អូនអរគ្នានឹងចូលរួមទាំងអស់គ្នាដើម្បីទទួលបានបទពិសោធន៍ថ្មីមួយពីកម្មវិធីប្រភេទបែបនេះបងប្អូនយល់យ៉ាងណាដែរចំពោះកម្មវិធីបែបនេះមានមតិអាច comment នៅផ្នែកខាងក្រោមនេះបានស្រឡាញ់ឡានណាកុំភ្លេច follow ម្នាក់មួយ